ណាគេនឹងមានបញ្ហាជាមួយនឹងប្រវត្តិវិទ្យាថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់កន្លឹះខ្លះមុននឹងអ្នកទាំងអស់គ្នាទៅទន្ទិញប្រវត្តិវិទ្យាបងគឺយើងត្រូវដឹងថាសម័យកាលមួយកើតឡើងដោយសារអីគេធម្មតាពីសម័យកាលមួយទៅសម័យកាលមួយទៀតគឺកើតឡើងអាចនឹងមកពីបញ្ហាសង្គ្រាមបញ្ហាផ្ទៃក្នុងអីជាដើមអញ្ចឹងយើងត្រូវសិក្សាថាតើសម័យកាលមួយហ្នឹងគឺកើតឡើងដោយសារអីគេពេលដែលយើងដឹងថាសម័យកាលហ្នឹងកើតឡើងដោយសារអីគេយើងនឹងដឹងទៀតថាអ្នកណាគេគឺជាអ្នកគ្រប់គ្រងហើយគាត់មានឈ្មោះអីគេពីឆ្នាំណាដល់ឆ្នាំណាគាត់គ្រប់គ្រងអញ្ចឹងយើងវាដឹងបែបបតិកលាគ្នាអញ្ចឹងវាឆាប់ចាំជាងពេលដែលយើងដឹងថាអ្នកណាគេគឺជាអ្នកគ្រប់គ្រងនៅក្នុងសម័យកាលមួយហ្នឹងហើយយើងអាចនឹងដឹងពីបរិបត្តិនៅក្នុងការគ្រប់គ្រងរបស់អ្នកដឹកនាំមួយហ្នឹងដូចជាធ្វើឲ្យប្រទេសយើងចុះខ្សោយឬមួយក៏ធ្វើឲ្យប្រទេសយើងរីកចម្រើនដល់កម្រិតណាពេលដែលយើងដឹងថាប្រទេសយើងរីកចម្រើនដល់កម្រិតណាយើងនឹងសម្លឹងទៅមើលវិស័យកសិកម្មវិស័យពាណិជ្ជកម្មឧស្សាហកម្មវិស័យគមនាគមន៍វិស័យសង្គមគិច្ចវិស័យវប្បធម៌នៅក្នុងហ្នឹងគឺវាមានគោលតូចទៀតអញ្ចឹងពេលដែលយើងដឹងហើយគឺយើងនឹងដឹងស៊ីជម្រៅទៅតាមវិស័យនានានៅក្នុងសម័យកាលហ្នឹងឯងហើយនៅពេលដែលយើងចង់ប្រាប់ពីសម័យហ្នឹងថាសម័យកាលហ្នឹងគឺចុះខ្សោយអញ្ចឹងចុះខ្សោយហ្នឹងរបៀបម៉េចក៏វាស្ថិតនៅក្នុងការនិយាយអំពីវិស័យកសិកម្មហ្នឹងមិនវិស័យឧស្សាហកម្មហ្នឹងរបៀបម៉េចធ្វើឲ្យប្រទេសចុះខ្សោយអញ្ចឹងទៅអញ្ចឹងយើងដឹងថានៅក្នុងការបកស្រាយហ្នឹងយើងដឹងថាវាមិនទៅហើយអាហ្នឹងក៏អាចថាយើងត្រូវការអន្ទិញដែរប៉ុន្តែវាអន្ទិញភាគតិចជាជាងដែលយើងចាំទាំងអស់ណាអញ្ចឹងយើងយល់ថាសម័យកាលមួយហ្នឹងកើតឡើងដោយសារអីគេអ្នកណាអ្នកគ្រប់គ្រងពីឆ្នាំណាដល់ឆ្នាំណាគាត់មានឈ្មោះអីធម្មតាពេលដែលមានសម័យកាលមួយកើតឡើងនឹងអាចមានអ្នកប្រឆាំងឬក៏បកប្រឆាំងអីផ្សេងដើម្បីផ្ដួលរលំនៅសម័យកាលហ្នឹងឯងអញ្ចឹងយើងត្រូវតែដឹងទៀតថាអ្នកដែលប្រឆាំងបកដែលប្រឆាំងហ្នឹងគឺជាបកណាឧទាហរណ៍ថាបកប្រឆាំងឬក៏អ្នកដែលប្រឆាំងហ្នឹងគាត់ចង់ផ្ដួលរលំសម័យកាលមួយហ្នឹងអញ្ចឹងហើយគាត់បានផ្ដួលរលំវាពិតមែនពិតប្រកបមែនអញ្ចឹងគាត់អាចនឹងបង្កើតទៅសម័យថ្មីមួយទៀតសម័យកាលថ្មីមួយទៀតគាត់អាចនឹងបង្កើតសម័យកាលថ្មីមួយទៀតហើយសម័យកាលថ្មីហ្នឹងឈ្មោះអីគេអ្នកគ្រប់គ្រងឈ្មោះអីអញ្ចឹងគឺវាដូចគ្នាដែរទេដោយដែលយើងសិក្សាពីសម័យកាលមុនមកដល់សម័យកាលមួយទៀតដែលកើតឡើងហ្នឹងអញ្ចឹងយើងត្រូវតែដឹងថាវារបៀបម៉េចវាមានព្រឹត្តិការណ៍បែបម៉េចបានយើងអាចទៅទន្ទិញអីដែលជាគោលអញ្ចឹងពេលដែលយើងដឹងថាព្រឹត្តិការណ៍មួយកើតឡើងដោយសារអីហើយកើតឡើងនៅព្រឹត្តិការណ៍មួយទៀតកើតឡើងដោយសារអីគឺវាស្រួលនៅក្នុងការទន្ទិញមែនតើអញ្ចឹងអីដែលអ្នកទាំងអស់គ្នាគួរតែទន្ទិញហ្នឹងគឺតែតងជាមួយនឹងវិស័យថាតើវិស័យនៅក្នុងសម័យកាលមួយហ្នឹងគឺវាមានគេខ្លះហើយអាចនឹងមានឆ្នាំតិចតួចឬក៏ឆ្នាំខ្លះមានដូចសង្គ្រាមស៊ីវិលឬមួយក៏អីអញ្ចឹងគឺត្រូវទន្ទិញភាគតិចទេវាអត់អីទេគ្រាន់បើជាយើងទៅទន្ទិញ